ថ្ងៃនេះយើងមកធ្វើមុខម្ហូបរបស់យើងនេះគួរឲ្យចង់ញ៉ាំមែនទែនគឺម្ជូរគ្រឿងឆ្អឹងជំនីជ្រូកជាមួយត្រកួនក្តៅហុយបែបនេះមកដាក់មកថារលើបរលូនគួរឲ្យចង់ញ៉ាំបែបនេះត្រូវតែម្ដងបាយអស់មួយចានពីរចានញិចម្ទេសក្តៅហិលបែបនេះមកអូយត្រូវមែនទែនជាតិមែនទែនដាក់ឆ្អឹងជំនីជ្រូកបែបនេះរឹតតែត្រូវហើយគ្រឿងផ្សំការធ្វើនឹងក៏ស្រួលដែរពុកម៉ែបងប្អូនហើយមើលអ្នកសម្លពូគ្រក់បែបនេះទំនងមែនទែនថែមជាមួយនឹងស្លឹកកន្ទ្រប់ចេះទៀតមករឹតតែឆ្ងាញ់គ្រឿងផ្សំហ្នឹងយើងមានដូចជាឆ្អឹងជំនីជ្រូកមានដូចជាប្រហុកគ្រឿងអំពិលស្លឹកកន្ទ្រប់ខ្ទឹមសខ្ទឹមក្រហមហើយបន្ថែមជាមួយនឹងស្លឹកក្រូចសើចទៀតមករឹតតែត្រូវគ្រឿងនេះបើយើងបុកខ្លួនឯងអីហើយថារឹតតែឆ្ងាញ់តែម្ដងមានជាតិមែនតែនហើយបន្ថែមជាមួយនឹងបន្លែរបស់យើងគឺត្រកួនបើបងប្អូនពុកម៉ែចង់ដាក់បន្លែអីផ្សេងអានឹងតាមចំណូលចិត្តថ្ងៃនេះយើងមកធ្វើថាខុសប្លែកពីរាល់ដងយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្លាញ់ហើយយើងរំលីងខ្ទឹមនេះឲ្យឈ្ងុយឲ្យឡើងពងអង្ក្រងអីហើយទើបយើងថាបន្ថែមជាមួយនឹងប្រហុកថ្ងៃនេះយើងអត់ចិញ្ច្រាំប្រហុកទេយើងយកប្រហុកមកឆាតាសាក់ធ្វើវិធីនេះទៅពុកម៉ែបងប្អូនថាអូយឈ្ងុយក្លិនប្រហុកមែនតើពេលយើងកូរបែបនេះទៅប្រហុកយើងវាទុនឆ្អឹងទុនអីជ្រាបដាក់ទៅយើងថាមិនបាច់ហត់ចិញ្ច្រាំទេហើយឈ្ងុយប្រហុកឡើងពេញផ្ទះដាក់បន្ថែមជាមួយនឹងខ្ទឹមក្រហមជាមួយលក្ខូចសើចអីនេះបែបទៀតដើម្បីបង្កើនរសជាតិនិងជាតិឈ្ងុយតមកគឺយើងចាប់ផ្ដើមដាក់គ្រឿងនេះខ្ញុំដាក់តែពាក់កណ្ដាលសិនពាក់កណ្ដាលទៀតនៅពេលដែលម្ហូបចិត្តឆ្អិនគឺយើងបន្ថែមទៅថាអូឈ្ងុយឈ្ងប់តែម្ដងរបៀបធ្វើបែបនេះថាពុកម៉ែបងប្អូនសាកធ្វើទៅឲ្យបន្លែយើងថាឡើងពណ៌ឡើងស្រស់រលើបរលោងអត់មានថាមើលទៅពណ៌វាបាក់អីទេយើងបន្ថែមជាមួយឆ្អឹងជំនីជ្រូកដែលយើងបានកាប់ជាកង់លាងទឹកឲ្យស្អាតអីហើយកូរច្បល់ឲ្យឆ្អឹងជំនីនឹងឡើងឆ្អិនសិនយើងបន្ថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោចបន្ទាប់មកគឺយើងដាក់រម្ងាស់បន្ទាប់ពីយើងបានរម្ងាស់ឆ្អឹងតារៀងឆ្អិនតិចយើងចាប់ផ្ដើមមកបន្ថែមគ្រឿងយើងមានដូចជាអំបិលយើងដាក់រៀងបន្ថយតិចព្រោះដោយសារប្រហុកយើងរៀងប្រៃហើយបន្ទាប់មកយើងថែមជាមួយនឹងស្ករប៊ីចេងខ្ញុំស្លតែប៉ុណ្្នឹងទេដាក់ទៅថាឡើងឈ្ងុយហើយឡើងជាតិមានអីថាអូយឈ្ងុយមែនតែនប្រហុកគ្រឿងអីបែបនេះយើងដាក់គ្រឿងរងាស់ឲ្យឆ្អឹងជំនីជ្រូកចូលជាតិជាមួយនឹងគ្រឿងក្រៅហើយទើបយើងបន្ថែមទឹកដើម្បីដាក់ឲ្យគ្រប់នៅយើងដាក់សម្លដាក់អីតែម្ដងបន្ទាប់ពីយើងថាបិទឲ្យទឹកពុះអីនេះមើលទៅយើងចិញ្ច្រំម្ជូរអំពិលនេះយើងអាចចិញ្ច្រំចឹងក៏បានយើងដួសទឹកវាបានត្រាំអីរីកហើយចិញ្ច្រំដាក់យកតែទឹកក៏បានដែរពេលយើងភ្លក់គ្រឿងក្រៅសមល្មមជូរអីហើយទើបយើងបន្ថែមជាមួយនឹងត្រកួនរបស់យើងថាគ្រឿងក្រៅផ្សំល្មមហើយនេះខ្ញុំដាក់ត្រកួនចូលទៅអួយថាពុះគ្រក់មើលទៅទំនងមែនតែនហើយទើបយើងបន្ថែមជាមួយនឹងគ្រឿងដែលយើងទុកពាក់កណ្ដាលទៀតមកថាដាក់អញ្ចេះមកថាសម្លឡើងឈ្ងុយមែនតែនហើយយើងបន្ថែមជាមួយស្លឹកកន្ទ្រប់នេះយើងយកទៅដុតតិចទៅឲ្យវាឡើងរឹតតែឈ្ងុយហើយមើលទៅដាក់មកអូយឈ្ងុយមែនតែនសម្លយើងរួចជាស្រេចប៉ុណ្នេះមកដួសដាក់ចានដាក់បាយមួយចានពីរចានមករឹតតែត្រូវសម្លក្តៅជាមួយឆ្អឹងជំនីជ្រូកត្រកួនបែបនេះអូយពុកម៉ែបងប្អូនអើយដាក់បាយអស់មួយចានពីរចានអត់ដឹងខ្លួនថែមជាមួយម្ទេសចេះមកថាហិលមែនតែននេះនៅពេលដែលយើងរំលីងគ្រឿងរំលីងអីជាមួយនឹងប្រេងអញ្ចឹងគឺសម្លយើងថាមើលទៅទំនងមែនតែនរលោងគួរឲ្យចង់ញ៉ាំវាមើលទៅវាថាអត់បន្លែយើងអត់ស្អាតពណ៌ទេថាពណ៌ឡើងស្រស់តែម្ដងហើយនិយាយពីថាដួសមកនេះអូយទំនងយ៉ាងហ្នឹងអរគុណ